ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះadmin នឹងមកសម្រាយរឿងរបស់យើងទៀតគឺរឿងបេះដូងខ្ចាយហើយនេះក៏ជាភ័ក្រ2របស់យើងដែរហើយមុននឹងចូលទៅស្ដាប់ការសម្រាយរបស់ admin អ្នកទាំងអស់គ្នាជួយចុច like និង subscribe admin ផងដើម្បីឲ្យ admin មានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតណាតើឥឡូវខាត់ពេលយើងទៅស្ដាប់ការសម្រាយរបស់ admin ទាំងអស់ទៅតោះឥឡូវយើងទៅបន្តសាច់រឿងយើងទៀតតោះហើយឡូវគេកាត់មកពេលផឹកឲ្យបងប្អូនហើយកូនស្រីរបស់ admin ហ្នឹងគាត់ក៏បានចុះពីលើខែទាំងរមីរមើហ្មងប្អូនយកដៃទៅញីថ្មីទៀតហើយបើនិយាយពីកូនប្រុសវិញដេកដល់ស្កប់ស្កល់គេសម្ហាក់សួរគេដល់ហើយស៊ីនរបស់យើងហ្នឹងគឺក៏បាននិយាយថាគាត់គួរឲ្យស្រឡាញ់ណាលុះទៅសើគេតានេះម្ចាស់សម័យខ្លួនគេវិញដេកមិនមានកំរើគេមិនតិចហ្មងទៅសើគេចឹងហើយយកដៃទៅគេវេកសក់គេទៀតដល់ហើយកូនស្រីហើយពេលនេះកូនប្រុសគាត់ក៏បានភ្ញាក់និយាយថាបែបមមីមកមើលហើយគាត់ក៏បានខោកឡើងហើយគាត់ក៏បានហៅចុំឯណាប្រពន្ធរបស់អញទៅណាបាត់ហើយដេកមួយគ្នាយប់មិញសោះអីទៅណាបាត់ហើយកុំទៅណាចោលប្តីអីហាអូនសំឡាញ់កន្លែងនេះមានថាខ្លួនឯងឯណាក៏ពិតក៏មាននិយាយអីទេតែមានណាចង់និយាយថាឃើញស៊ីនឡើងហ្នឹងទៅវាដូចចឹងយើងនិយាយចឹងទៅអូខេដល់កំតាំងកានេះมันប្រកាន់ឲ្យមានអីណាឥឡូវតោះសាច់រឿងយើងទៀតបន្ទាប់ពីភ្ញាក់ហើយកូនប្រុសរបស់យើងគាត់ក៏បានចុះទៅរកស៊ីនរបស់យើងហ្នឹងណាadmin ឆ្ងល់មិនដឹងបានកាហ្វេមកពីណាកាន់លើដៃផឹកឡើងសង្ហាហើយគាត់ក៏បាននិយាយថាអេរិចហើយកូនស្រី admin ហ្នឹងគាត់ក៏បាននិយាយថាអូអ្នកភ្ញាក់ហើយអេរិចហ្នឹងប្រហែលជាឈ្មោះ nickname គេដឹង admin សើដឹងទេអូខេសូមអ្នកទាំងអស់គ្នាមិនរកកាន់ admin អីណាមួយអ្នកទាំងអស់គ្នាមើលកូនប្រុសអ្នកទាំងអស់គ្នាធ្វើជាក៏ចេញសាច់ផ្លូវមកឡើងដោយស្រីហ្មងណាកូនប្រុសហើយកូនប្រុសadmin សូមបញ្ជាក់បន្តិចបើមិនសម្លេងរំខានដោយសារតែ admin ណាអ្នកទាំងអស់គ្នាដឹងហើយទាំងហៅតែ admin ឮប្រពន្ធមែនអញ្ចឹងតើឥឡូវយើងតសាច់រឿងទៀតកុំឲ្យនិយាយវែងឆ្ងាយយូរអស់ម្លាញណាកូនស្រីរបស់ admin ហ្នឹងគាត់ក៏បាននិយាយថាខ្ញុំបានភ្ញាក់ពីគេងយឺតតើខ្ញុំបានទិញនំប៉ាវខ្លះទេណោះហើយពេលហ្នឹងកូនស្រីរបស់ admin ហ្នឹងគាត់ក៏បានទៅលើកមីមកមួយចានទៀតហើយមីក៏មិនដឹងបបរក៏ដឹងឲ្យមានដឹងទេមានចិត្តថាតើមានឃើញប៉ុណ្ណឹងហើយកូនស្រីមីហ្នឹងក៏បាននិយាយថាអ្នកអាចញ៉ាំវាឥឡូវនេះបានខ្ញុំនឹងទៅរៀបចំវាសម្រាប់អ្នកហើយកូនប្រុសមីហ្នឹងគាត់ក៏បាននិយាយថាឯងនៅតែមិនចង់បានខ្ញុំ what ហើយពួកគេទាំងពីរនេះក៏បានមកញ៉ាំអាហារពេលព្រឹកណាញ៉ាំអាហាររួចហើយស៊ីនរបស់យើងហ្នឹងគាត់ក៏បានមកពាក់ខ្សែក្បាត់កឲ្យបៃរុងហ្នឹងណាដែលសង្ស័យហ្នឹងគឺជាត្រឡប់រាល់ដងហ្នឹងអ្នកទាំងអស់គ្នាហើយស៊ីនរបស់យើងហ្នឹងគាត់ក៏បានសួរទៅកាន់បៃរុងថាតើអ្នកនឹងមកញ៉ាំអាហារទេល្ងាចនេះហើយបៃរុងក៏បានឆ្លើយថាប្រហែលដែរហើយស៊ីនរបស់យើងក៏បាននិយាយថាដូចជានៅលើផ្ទាំងទឹកកកខ្ញុំនឹងរងចាំអ្នកនៅទីនេះខ្ញុំជឿថាវាមានពេលគ្រប់គ្រាន់និយាយតាមសាច់រឿងណាអ្នកទាំងអស់គ្នាមានបានកែទៅឡើងនេះហោះហើយសាច់រឿងរបស់យើងក៏បានកាត់មកកន្លែងស្ទីឌីយ៉ូពន្លឺផ្កាយម៉ោង2ហើយស៊ីនរបស់យើងគាត់ក៏ហត់មកធ្វើការអ្នកទាំងអស់គ្នាហើយស៊ីនរបស់យើងគាត់ក៏បានសុំទោសនឹងអ្នកស្រីហ្នឹងដោយសារតែគាត់មកយឺតអីដឹងណាហើយម្នាក់ស្រីហ្នឹងក៏បាននិយាយថាអូលោកអ្នកគឺជាអ្នកទី1ហើយនៅទីនេះហើយសាច់រឿងក៏បាននិយាយពីប្រវត្តិស៊ីនរបស់យើងថាបន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យស៊ីនរបស់យើងហ្នឹងគាត់បានទទួលអាជីពគ្រូព្យាណូនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលហើយយាយប៉ែមួយហ្នឹងក៏បាននិយាយទៅកាន់ស៊ីនរបស់យើងថាតើអ្នកមានយប់ដ៏លំបាកមែនឬវាបង្ហាញនៅទីនេះចំពោះមុខហ្មងនិយាយថាគាត់មើលទឹកមុខស៊ីនរបស់យើងដឹងណាហើយស៊ីនរបស់យើងពេលបានលើយាយប៉ែនឹងនិយាយហើយគាត់មានអារម្មណ៍ថាគាត់ភ្ញាក់ផ្អើលថាហាហើយស៊ីនរបស់យើងគាត់ឡើងក្រហមមុខហើយយាយមែនឡើងយកដៃបិទមាត់ហើយគាត់ក៏បាននិយាយថាសុំទោសខ្ញុំកំពុងប្រញាប់ខ្ញុំមិនបានកត់សម្គាល់ទេហើយយាយប៉ែនឹងគាត់ក៏បាននិយាយថាមិនអីទេមកទីនេះខ្ញុំនឹងបិទបាំងវែសម្រាប់អ្នកមកទីនេះមក
ហើយស៊ីនរបស់យើងក៏ទៅចូលអង្គុយឲ្យយាយពេកនឹងផាតមុខឲ្យគាត់ដោយសារគាត់ត្រូវទៅលេង piano ផងហើយគាត់ក៏បាននិយាយទៅកាន់យាយពេកនឹងថាខ្ញុំសុំទោសវាមានបញ្ហាហើយយាយពេកនឹងក៏បាននិយាយទៅកាន់ស៊ីនរបស់យើងថាចង់និយាយបបួលស៊ីនយើងនឹងទៅញ៉ាំអាហារពេលល្ងាចបន្ទាប់ពីចេញពីធ្វើការកន្លែងនេះមានរឿងនិយាយកាត់កាន់ទីដោយសារតែពាក្យនឹងវាទៅឆំដាល់លើគ្នានឹងបបួលគ្នាទៅញ៉ាំអីហើយនិយាយរឿងវែងឆ្ងាយហ្នឹងអញ្ចឹងឯងមានកាត់ណាហើយស៊ីនរបស់យើងគាត់ក៏តបទៅវិញថាអត់ទេខ្ញុំត្រូវរៀបចំផ្ទះដែរហើយយាយពេកហ្នឹងក៏បាននិយាយថាអូខ្ញុំភ្លេចអ្នកមានក្មេងប្រុសម្នាក់រងចាំអ្នកហើយយាយពេកហ្នឹងក៏បាននិយាយតទៀតថាអ្នកពិតជាសោះស្អាតណាស់តែខ្ញុំឆ្ងល់ថាបុរសសំណាងណាដែលនៅជាមួយអ្នកទៅគាត់ជានរណាណោះស៊ីនរបស់យើងក៏បាននិយាយពីរឿងហ្នឹងមួយយាយពេកហ្នឹងឯងគាត់ក៏បាននិយាយថាអញ្ចឹងខ្ញុំនឹងចូលទៅហើយចាប់ផ្ដើមការលេចធ្លោរបស់ខ្ញុំព្រមទាំងលើកដៃបាយយាយពេកនឹងទៀតហើយយាយពេកនឹងក៏បាននិយាយថាកុំនិយាយចឹងមើលចាំតែចូលរោងការឆាប់ហើយមានសុំទោសផងបើអត់មានបានហៅឈ្មោះយាយពេកនឹងយ៉ាងវាក់ពេកអត់មានសុំបាត់ហៅណាហៅថាយាយពេកហ្នឹងណាកុំកាន់អត់មានអីហើយឥឡូវយើងបន្តសាច់រឿងយើងទៀតហើយស៊ីនរបស់យើងក៏បានគិតថាមិត្តប្រុសហាយើងរាល់ថ្ងៃជាកេតភីមែនហើយពាក្យ Gate P ហ្នឹងadmin បកចេញពី Google ណាគេដឹងប្រាប់ admin ហងនេះ admin បកមក admin ខំរន័យវាអត់ដឹងថាវាមានន័យអីហើយសាច់រឿងរបស់យើងក៏បង្ហាញឲ្យឃើញបាយរិនរបស់យើងហ្នឹងក៏កំពុងធ្វើការតែក៏និយាយថាអត់មាននិយាយអីទេដោយសារតែអ្នកទាំងអស់គ្នាមើលទៅឃើញចឹងហើយគាត់កាចខ្លាំងមែនទែនដល់កូនចៅរបស់គាត់ហ្នឹងអោនក្បាលចុះគ្រប់គ្នាហើយសាច់រឿងរបស់យើងក៏បានកាត់មកកន្លែងស៊ីនលេង piano នៅទាំងអស់គ្នាហើយបន្ទាប់ពីស៊ីនគាត់លេងចប់ហើយគាត់ក៏បានមកផ្ទះវិញហើយសាច់រឿងរបស់យើងក៏បានទៅឃើញបាយរងគាត់កំពុងធ្វើការយីមែនធ្វើដល់ដាច់យប់ដាច់អីឯនេះហើយស៊ីនរបស់យើងវិញគាត់កំពុងតែគិតថាធ្វើម្ហូបអីគេហ្នឹងអ្នកទាំងអស់គ្នាព្រោះគេមាននិយាយទេadmin មើលតាមរូបភាពហើយ admin និយាយណាក៏ប្រកាន់adminអីបើមានកំហុសខុសឆ្គងអីណាហើយសាច់រឿងរបស់យើងក៏កាត់ដល់ពេលកន្លែងស៊ីនធ្វើម្ហូបហើយគាត់ក៏បានឆាតទៅប៉ៃរុងថាចេះប៉ៃរុងអាហារពេលល្ងាចរួចរាល់ហើយខ្ញុំកំពុងរងចាំអ្នកហើយស៊ីនរបស់យើងក៏ដល់នៅអង្គុយចាំឲ្យគេប៉ៃរុងនឹងតបឆាតគាត់ហើយក្នុងកំណត់គាត់ក៏ថាប្រហែលជាគាត់រវល់ពេកហើយគ្មានពេលតបឆាតខ្ញុំទេហើយក៏បានដកដង្ហើមធំហើយក៏ដើរទៅបន្ទប់គេងហើយស៊ីនរបស់យើងគាត់ពេលទៅបានទៅដល់កន្លែងបន្ទប់គេគាត់ក៏បានសម្រាកបាត់ទៅដោយសារគាត់អស់កម្លាំងដែរមួយថ្ងៃហើយ80ម៉ោងក្រោយមកក៏មានសំឡេងគូទ្វារបងប្អូនហើយពេលហ្នឹងក៏មានអ្នកណាម្នាក់ដើរចូលមកដែលគាត់ហ្នឹងគឺជាគេបាយរិនរបស់យើងហ្នឹងគាត់ត្រឡប់មកវិញហើយបាយរិនហ្នឹងគាត់ក៏បានដើរចូលមកអង្គុយលើក្រែហើយនឹងយកដៃហ្នឹងទៅស្ទាបមុខស៊ីនរបស់យើងហ្នឹងណាអ្នកទាំងអស់គ្នាមើលមុខស៊ីនរបស់យើងពេលដេញលក់អញ្ចឹងគួរឲ្យស្រឡាញ់មួយយ៉ាងដែរតានេះហើយពេលហ្នឹងស៊ីនរបស់យើងគាត់ឡើងនិយាយថាគាត់ភ្ញាក់ឡើងមកមើលហើយគាត់ក៏បាននិយាយថាបាយរិនអ្នកបានត្រឡប់មកវិញហើយតើអ្នកចង់ញ៉ាំអ្វីទេមានអាហារនៅក្នុងទូទឹកកកខ្ញុំអាចយកវាទៅកម្ដៅឲ្យអ្នកបានហើយស៊ីនរបស់យើងក៏ឡើងមកអង្គុយហើយបាយរិនក៏បាននិយាយតបទៅវិញថាខ្ញុំបានញ៉ាំវាការិយាល័យរួចហើយបាយរិនរបស់យើងហ្នឹងក៏បានយកកាដូមកឲ្យស៊ីនរបស់យើងហ្នឹងក៏ថាជានិយាយថាដើម្បីលួងចិត្តស៊ីនយើងដោយសារក៏បានត្រឡប់មកផ្ទះញ៉ាំអាហារពេលល្ងាចមួយស៊ីនយើងហ្នឹងហើយអ្នកទាំងអស់ពួកអីក៏ខ្លាចពុនរបស់គាត់នឹងខឹងគាត់ហេអ្នកទាំងអស់គ្នាគាត់គួរយល់កន្លែងហ្នឹងហើយបាយរងក៏បាននិយាយថាខ្ញុំមិនបានមកផ្ទះពេលល្ងាចនេះដូច្នេះគឺខ្ញុំធ្វើវាដើម្បីអ្នកហើយស៊ីនរបស់យើងក៏បាននិយាយថាវាមិនអីទេអ្នកអាចគ្រាន់តែប្រាប់ខ្ញុំទៅពេលដែលអ្នករវល់ការងារមិនចាំបាច់វាទិញវាទេស៊ីនរបស់យើងស្ដាប់ថាមិនចាំបាច់តែមើលមុខហ៊ីកឡើងដូចខប់ជីរំភើបមែនតែនហ្មងណាហើយដល់ពេលហ្នឹងបារងក៏បាននិយាយថាវាជាព្រៃរដូវរងាខ្ញុំគិតថាវាសមនឹងអ្នកដូច្នេះហើយទើបខ្ញុំរើសវាឡើងសម្រាប់អ្នកអួយ
Xong đây và em luôn chết món đi vậy phần đằng mau rồi admin hai đằng nẹo mờ đi trong lồng tàm đó nha nâng xong đây bài rong dương món đi hai là dân to sẽ hưởng tiền đọc về nâng xin bảo dân các bạn dây thao về miền khăn gộp nè hai về miền đàm chờ đây ta nơi khăn nè hai bài rong bỏ dương nâng các bạn dây tha nhóm hot nè hai dây tha hot bỏ kê miền tại mờ lúc nâng admin xong một bỏ sna về hai đọc về nâng xin các bạn dây tha nhóm nâng tầng ngụt tức oi nè hay ở bài rong các bạn dây tha tao ngụt tức chỉ mũi kia hai xin bảo dân các tranh giấy tam ta tam thà bài rong cận giấy ít thơ tam đăng ta hay là sẽ thường bảo dân các bạn cắt mà con nông mình tục tập biên chỉ ca càng chỉ khlang ang mùi một tập nè pin nè thằng ó nè phi mệt mình hay xin bảo dân các bạn giấy tha về hạ đôi chìa miếng trà nát ngày đi nè trà lọc hoặc quanh riêng dứt nát ngày đi vì mình chỉ tam sạch hướng nè hai bài rong nó có các bạn dạy thà các bạn đã hầm nè bài rong con dạy bị chẳng hay có các bạn vô xin bao giờ nó tụi lên té nè cái mình là đăng này là sao phải thường bảo dưỡng ở ban mà hàng hay có tụi lên nơi sao bà đàn đi hay xin bảo dưỡng các bạn vô phòm sẽ thường bảo dưỡng các bạn một đo thiên cho phần đăng bên này tặng óc này trong đăng tham việc coi chỉ dừng nát cũng phải tam đàn tặng óc này hai mình bị chặn tích cả lại mình mong mình ấy này mình đăng tha cái sầm lại mình sầm lại tam ca bỏ mình chưa khơi nhá cho nên có cái này cái lại năng cục cả mình ấy chẳng bye bye see you in another video.